ឈ្មោះធាកុសលខ្ញុំបានចូលរួមបម្រើការងារនៅក្នុងក្រុមហ៊ុនស្ថានីយ៍វារីរស្មីសិក្សាក្រុង2នៅក្នុងខែធ្នូឆ្នាំ2017ខ្ញុំជាបុគ្គលិកខ្មែរម្នាក់ក្នុងចំណោមបុគ្គលិកខ្មែរដំបូងគេដែលបានចូលរួមការងារបច្ចេកទេសផលិតនៅក្នុងស្ថានីយ៍អគ្គិសនីនេះនៅពេលនោះខ្ញុំគឺជាបុគ្គលិកថ្មីដែលតែងតែធ្វើខុសត្រូវបានស្ដីបន្ទោសលោកគ្រូចិនរបស់ខ្ញុំដែលជាវិស្វករអគ្គិសនីចិនដ៏ឆ្នើមនិងមានបទពិសោធន៍ម្នាក់ក៏បានយកឯកសារទាំងនោះមកបង្រៀនខ្ញុំនៅចំណេះដឹងជាច្រើនមួយជំហានដងអ្វីត្បិតតែលោកគ្រូតឹងរ៉ឹងបន្តិចមែនប៉ុន្តែដោយសារការណែនាំយកចិត្តទុកដាក់របស់គាត់ធ្វើឲ្យខ្ញុំមិនព្រមចាស់ចាញ់ឡើយក្រោយមកខ្ញុំបានខិតខំសិក្សាហើយបានឱកាសទៅសិក្សានៅប្រទេសចិនជាមួយមិត្តរួមក្រុមការងារការធ្វើដំណើរទស្សនកិច្ចធម្មពលអគ្គិសនីថ្មីនោះគឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ខ្ញុំក៏បានឈ្នះពានរង្វាន់លេខ2ក្នុងការប្រកួតប្រជែងជំនាញរបស់ក្រុមហ៊ុនអគ្គិសនីដែលវិនិយោគដោយចិននៅក្នុងប្រទេសកម្ពុជាខ្ញុំសូមអរគុណយ៉ាងខ្លាំងចំពោះលោកគ្រូរបស់ខ្ញុំ